51ចែកឲ្យ6 51តាំងនៅខាងស្ដាំនៃក្បាច់រីឯ6តាំងនៅខាងឆ្វេងនៃក្បាច់តោះតួចែកយើងមានមួយខ្ទង់យើងកាត់តំណាងចែកមួយខ្ទង់ដែរបាន5ចែក6 5ចែក6កើតទេមិនកើតទេអញ្ចឹងកាត់ថែមមួយខ្ទង់ទៀតបាន51ចែកនឹង6តោះ6ប៉ុន្មានដងស្មើ51សូត្រមេ6 8 8ដង8គឺយើងដាក់ជាប់ដោយសារតែ2ខ្ទង់និង1ខ្ទង់តោះ8 6ដង48ដក40 50យក40នៅសល់ប៉ុន្មាននៅសល់10រុញឡើងសងវិញឃើញទេអញ្ចឹងដក8ម្ដងខ្ទង់រីតែដក8មាន8ដកឯងអត់មានទេអញ្ចឹងខ្ចី10យក8នៅសល់2រុញសងឃើញទេអញ្ចឹងសំណល់សល់3ចែកតទៀត3នៅខ្ទង់ទី1តម្លើងមកខ្ទង់ទី2មកអញ្ចឹង3ខ្លាយទៅជា30រីឯ8នេះនៅខ្ទង់ទី3មានថាយើងគិតជានឹងជាផលណាផលមួយខ្ទង់យើងប្រើពាក្យថាផលមួយខ្ទង់បូកជាមួយឧបករណ៍មួយខ្ទង់ទៀតគឺ2ខ្ទង់អញ្ចឹងយើងឈរនៅលើខ្ទង់ទី3យើងរាប់មក1 2ឃើញទេរាប់មកដេញឆ្វេង2ខ្ទង់អញ្ចឹងតម្លើង8ហ្នឹងមកនៅខ្ទង់ទី2ដែលយើងរាប់តទៅឆ្វេងហ្នឹងតោះមកយើងលុបអាលេខ8ចាស់ចោលហើយយើងចាប់ផ្ដើមចែកតែម្ដងយើងយក30ចែកនឹង6មកដល់ស្មើ30 6 5ដង5ដាក់ជាប់ដោយសារ2ខ្ទង់1ខ្ទង់5 6ដង30ដកលឹបឃើញទេតោះតួចែកយើងមាន1ខ្ទង់បូកជាមួយឧបករណ៍1ខ្ទង់គឺ2ខ្ទង់1 2ខ្ទង់ទី1ខ្ទង់ទី2ជាសំណល់ចាប់ពីខ្ទង់ទី3ជាចម្លើយគឺឃើញ8/5